បាទសួស្តីបងប្អូនបាទនេះកំពុងតែទំហូបបាយដូចមិញហ្នឹងបាទឥឡូវឆ្លៀតមកថតឲ្យបងប្អូនមើលបាទនេះតិចកុំច្រឡំថាកន្លែងណានេះអឺដីខ្មែរយើងបងប្អូននេះដីខ្មែរយើងណាគឺដីខ្មែរយើងដីខ្មែរយើងដាំដលងល្អបងប្អូនមើលដលងតណាកន្លែងនេះគឺទិដ្ឋភាពស្អាតម្យ៉ាងដែរអញ្ចឹងបាទខ្ញុំថតឲ្យបងប្អូនមើលទិដ្ឋភាពគិតទៅនៅនេះគឺវាជាប់ព្រំដែនដែរជាប់ព្រំដែនដូចយើងនឹងសៀមអញ្ចឹងណាជាប់ព្រំដែនដែរតែមិនមែននេះទេគឺដីខ្មែរចំទូហ្មងដីខ្មែរហើយមានបងប្អូនមើលក្នុងវីដេអូនេះដឹងហើយអាខ្ពស់នោះគឺភ្នំបាទភ្នំអាមើលទៅរឿងសឡឹមហ្នឹងគឺបើនៅនេះគេហៅអូអញ្ចឹងវាមានភ្នំវាមានអូហើយក្នុងអូនោះគឺមានទឹកបាទទឹកជ្រោះហូរខែប្រាំងក៏មានខែវស្សាក៏មានអត់ដាច់ទេមិនដឹងគេមកពីខាងណាខ្ញុំមិនសូវដឹងដែរតែខ្ញុំថតពីចងាយខ្ញុំអត់មានដ្រូនបាទបើសិនជាមានដ្រូននេះយើងបោះដ្រូនទៅប្រទៀបទៅយើងមើលឲ្យច្បាស់ណានេះថតទូរស័ព្ទដៃពីចងាយខ្ញុំឈរនៅក្នុងចំការតឡងអញ្ចឹងវាអត់សូវច្បាស់តើបងប្អូនអញ្ជើញមើលដឹងហើយដឹងថាមើលទៅអាចុងតឡងមើលទៅឡើងសឡឹមនោះគឺអូហើយបាទអូអញ្ចឹងផ្ទៃដីនេះមិនខុសពីផ្ទៃដីព្រំដែននៅខាងសៀមនិងកម្ពុជាយើងផ្នែកខាងគេហៅថាភ្នំដងរែកនោះទេមិនខុសគ្នាទេបាទបងប្អូនខ្ញុំមើលណាមិនខុសគ្នាទេបាទខ្ញុំមើលមកជួភ្នំដងរែកហ្នឹងគឺមានភ្នំត្រប់បាទមានអាងសេះមានប្រាសាទតមន់តូចតមន់ធំនិងប្រាសាទព្រះវិហារជាដើមអីចឹងបាទដូចគ្នាតែនៅតំបន់នេះក៏មានប្រាសាទដែរបាទមានប្រាសាទដែរតើខ្ញុំមិនអាចទៅថតកន្លែងប្រាសាទបានទេបិទអីដូចខ្ញុំថាអញ្ចឹងបាទតើដើរទៅដល់ដើរមិនទៅបងប្អូនមើលដឹងណាមើលបាទនេះខ្ញុំមកចិត្តនេះវាជ្រៅពេកបាទកាលណាដល់វាជ្រៅពេកយើងចុះទៅងាយឡើងទេបើមានដ្រូននោះទៅយើងបោះហោះទៅមើលអញ្ចឹងបានថាបងប្អូនកុំច្រឡំថាដីខាងណាគឺដីខ្មែរយើងចំទូហ្មងដីខ្មែរបាទអញ្ចឹងបានថាស្អាតណាស់ដីខ្មែរ